សូមជូនរឿងលងស្នេហ៍អ្នកគ្រូក្រមុំភាគ4មួយសប្តាហ៍កន្លងផុតទៅរីតាតែងតែដើរកិច្ចមុខគង្គីរហូតថ្ងៃនេះក្រោយពីបង្រៀនសិស្សរួចគង្គីក៏ដើរទៅស្ទាក់មុខរីតានិងសំភ័រអ្នកគ្រូទាំងពីរថ្ងៃនេះទំនេរដែរទេសំភ័រញញឹមចាស់ទំនេរមានការអីដែរលោកគ្រូគង្គីតបវិញខ្ញុំចង់បបួលអ្នកគ្រូទាំងពីរទៅលេងចំការឪឡឹករបស់ខ្ញុំឪឡឹកចាប់ផ្ដើមទុំបណ្ដាហើយចង់អញ្ជើញអ្នកគ្រូទៅញ៉ាំឪឡឹកទុំស្រស់ពីចំការរីតាមុខស្ងួនខ្ញុំមិនទំនេរទេសុំទោសផងលោកគ្រូនិយាយរួចរីតាដើរចេញទៅតែគង្គីនិយាយពីក្រោយអ្នកធ្វើខុសដូចខ្ញុំគ្មានឱកាសនឹងកែខ្លួនសោះឬរីតាឈប់ងក់គង្គីបន្តប្រយោគបើមនុស្សធ្វើខុសដូចខ្ញុំគ្មានឱកាសកែខ្លួនទោះដឹងខ្លួនខុសក៏គ្មានន័យដែរគង្គីបែរទៅសំភ័រម៉ោង3ខ្ញុំរងចាំអ្នកគ្រូនៅចំការគេញញឹមស្ងួតរួចដើរចេញទៅសំភ័រដើរមកជិតរីតាអាណិតលោកគ្រូណាស់រីតាដកដង្ហើមធំតាមសម្លឹងគេពីក្រោយម៉ោង3កន្លះហើយគង្គីកំពុងរងចាំអ្នកគ្រូទាំងពីរនៅក្នុងចំការលុះម៉ោង4មិនឃើញអ្នកគ្រូទាំងពីរមកគេក៏លីចប់ដើរត្រឡប់ទៅផ្ទះដើរមកដល់មុខចំការរីតានិងសំភ័រក៏មកដល់ល្មមគង្គីញញឹមមើលរីតាស្រីស្រស់អៀនដើរចូលទៅក្នុងចំការនៅញញឹមនឹងហើយឯណាឪឡឹកស្រស់នោះសំភ័រញញឹមដើរមកជិតគង្គីខ្សឹបតិចប្រញាប់ទៅឲ្យលឿនប្រយ័ត្នប្រនាងខឹងទៀតគង្គីបានប្រាប់សំភ័រថាគេស្រឡាញ់រីតាទើបសំភ័រជួយធ្វើមេអណ្ដើកឲ្យបរិយាកាសម៉ោង4នៅចំការពិតជាត្រជាក់ស្រួលណាស់ស្រីស្រស់ដើរទៅមើលទឹកស្ទឹងនៅក្រោយចំការសំភ័រមិនទៅទេនាងអង្គុយក្នុងខ្ទមញ៉ាំឪឡឹកម្នាក់ឯងព្រោះចង់ទុកឱកាសឲ្យគង្គីបានស្និទ្ធស្នាលជាមួយរីតានាងសប្បាយចិត្តណាស់ដែលគង្គីស្រឡាញ់រីតាព្រោះគេទាំងពីរនាក់ជាមនុស្សល្អដូចគ្នាគង្គីយកឪឡឹកដែលចិត្តហើយទៅឲ្យរីតាស្រីស្រស់ញញឹមទទួលយកអរគុណនាងញ៉ាំបណ្ដើរសម្លឹងមើលបរិយាកាសជុំវិញខ្លួនបណ្ដើរទីនេះស្អាតណាស់គង្គីញញឹមអ្នកនាងមកលើកមុនមិនបានសង្កេតមើលទេឬរីតាសម្លឹងមីនុបមិនបានមើលទេរវល់តែខឹងនឹងលោកហ្នឹងមីនុបអស់សំណោចបើគិតទៅខ្ញុំចង់ធ្វើជាពុករបស់បូណាបរោះពុកមាត់ស្រមោមដូចលើកមុនវិញព្រោះបានអ្នកនាងតាមខ្ញុំរាល់ថ្ងៃរីតាសម្លឹងគេបើលោកចង់ធ្វើបរោះពុកមាត់ស្រមោមដោយការក្រៀមមុនប្រហែលជាគ្មានវត្តមានខ្ញុំឈរនៅត្រង់នេះទេគង្គីសោយដើរទៅជិតនាងតែស្រីស្រស់ថយទៅក្រោយលោកចង់ធ្វើអីអ្នកនាងគិតថាខ្ញុំចង់ធ្វើអីឆោមស្រស់មុខបួមបើលោកធ្វើបែបនោះទៀតខ្ញុំនឹងគ្មានថ្ងៃអភ័យទោសឲ្យលោកម្ដងទៀតដាច់ខាតគង្គីញញឹមខ្ញុំមិនធ្វើទៀតទេបើអ្នកនាងមិនអនុញ្ញាតភ្នែកគេស្រទន់ណាស់បេះដូងនាងលោតភឹបស្រីស្រស់ងាកមុខចេញគង្គីបន្តប្រយោគពីក្រោយខ្នងស្រីរីតាគឺខ្ញុំរីតាស្ដីឡើងខ្ញុំទៅផ្ទះហើយ
និយាយរួចនាងដើរចេញទៅគង្គារអ៊ូតិចតិចអាគង្គាអើយនៅគឺនឹងហើយមីនុបអស់សំណើចក្រវីក្បាលដើរពីក្រោយខ្នងស្រីទៅតាមនាងមួយសប្តាហ៍កន្លងផុតទៅថ្ងៃនេះគង្គាមិនឃើញរីតានិងសំភ័សមកបង្រៀនសិស្សទេគេបានទៅរកពួកនាងដល់បន្ទប់តែក៏មិនឃើញដែរម៉ោង5ល្ងាចហើយគង្គាកំពុងដើរទៅដើរមកមុខសាលារៀនខណៈនោះសំភ័សក៏ជិះម៉ូតូមកដល់មីនុបប្រញាប់ដើរទៅសួរភ្លាមអ្នកគ្រូទៅនឹងមកពីណានឹងឯណារីតាខ្ញុំទៅនឹងមកពីផ្ទះពូឆើតនៅចុងភូមិរឿងគាត់មិនចង់ឲ្យកូនមករៀនទៀតទេកូនគាត់ថ្នាក់ទី3ហើយគាត់ថាកូនស្រីមិនបាច់រៀនច្រើនទេចេះតែចង្ក្រានជើងឆ្នាំងទៅគឺបានហើយមាននុបពុកពោះភឹបឯណារីតាសំភ័សតបវិញរីតាដេញខ្ញុំមកដាំបាយធ្វើម្ហូបមុនចំណែកនាងចាំជួបពូឆើតព្រោះគាត់មិនទាន់មកដល់ផ្ទះទេគង្គាមុខស្លេកខ្ញុំខ្ចីម៉ូតូអ្នកគ្រូទៅតាមនាងសិនសំភ័សចុះពីលើម៉ូតូគង្គាក៏ប្រញាប់ឡើងលើម៉ូតូពូឆើតប្រវត្តិធ្លាប់ញៀនថ្នាំខ្ញុំខ្លាចគឺសំភ័សមុខស្លេកពិតមែនឬខ្ញុំផ្ញើរីតានឹងលោកគ្រូផងគង្គាងក់ក្បាលរួចជិះម៉ូតូយ៉ាងលឿនទៅដល់ពាក់កណ្ដាលផ្លូវម៉ូតូក៏បែកកង់ទៀតហើយផ្លូវនេះស្ងាត់ណាស់មេនុបចុះពីម៉ូតូរួចយកម៉ូតូទៅលាក់បាំងព្រៃព្រោះបើគេនៅបណ្ដើរម៉ូតូគឺយូរណាស់លាក់រួចគេក៏ប្រញាប់រត់ទៅយ៉ាងលឿនដោយគង្គាស្មានមែនពូឆើតមិនបានស្ដាប់សម្ដីរបស់រីតាទេគាត់ថែមទាំងស្រែកគំរាមឲ្យរីតាទៀតតែរីតានៅតែព្យាយាមពន្យល់ពូឆើតខឹងពេកក៏ទាញដំបងដេញវាយស្រីតូចអ្នកគ្រូក្រមុំភ័យណាស់រត់ចេញទៅយ៉ាងលឿនផ្លូវផ្ទះពូឆើតស្ងាត់ណាស់រីតារត់បណ្ដើរស្រែកបណ្ដើរជួយផងខណៈនោះគង្គាដែលពួនគៀនព្រៃរត់មកអូសដៃរីតាចុះទៅពួនក្បែរផ្លូវពូឆើតរត់មកមិនឃើញស្រីតូចគាត់ក៏ស្រែកលឺកុំមកផ្ទះអញទៀតបើលើកក្រោយអញនឹងសម្លាប់ចោលហើយឬគាត់ក៏ដើរទៅវិញទាំងត្រៀតត្រោតពេញផ្លូវពេលពូឆើតទៅបាត់គង្គាចាប់ដៃស្រីតូចមានត្រូវត្រង់ណាទេរីតាក្រវីក្បាលទាំងសក់ទឹកភ្នែកមិនអីទេអស់ពីភ័យគង្គាបែរជាខឹងវិញមិនក៏គិតខ្លីបែបនេះអ្នកនាងគិតឬថាពូឆើតនឹងកែប្រែដូចខ្ញុំពូឆើតមិនអាចប្រើធម៌ត្រជាក់ទៅអប់រំគាត់បានទេព្រោះគាត់មានចរិតពេលតាំងពីគាត់នៅកំឡោះម្លេះមនុស្សដូចគាត់តតែប្រើធម៌ក្តៅទើបអាចចាត់ការគាត់បានកំពុងតែភ័យផងត្រូវគេស្ដីឲ្យទៀតនាងបេះដៃគេចេញដើរលឿនវឹងគង្គាដើរតាមពីក្រោយដឹងទេថាខ្ញុំបារម្ភពីអ្នកនាងខ្លាំងណាស់រីតាឈប់ងក់ជួយទឹកភ្នែករួចបែរមករកមីនុបគង្គាដើរទៅឈរទល់មុខនាងក្រមុំតូចមនុស្សដែលខ្ញុំស្រឡាញ់ត្រូវជន់ប្រមឹកសម្លាប់ម្នាក់រួចទៅហើយបើមនុស្សដែលខ្ញុំស្រឡាញ់ត្រូវជន់ប្រមឹកញៀនថ្នាំសម្លាប់ម្នាក់ទៀតខ្ញុំប្រហែលជាមិនអាចក្រោកឈររួចម្ដងទៀតទេភ្នែកគេស្រទន់ណាស់ពាក្យសារភាពស្នេហ៍ក៏ទន់ភ្លន់បេះដូងនាងសែនកក់ក្ដៅស្រីតូចញញឹមទាំងស្រក់ទឹកភ្នែកគង្គាចាប់ដៃស្រីតូចខ្ញុំស្រឡាញ់រីតាណាស់តើរីតាស្អប់ខ្ពើមពោះម៉ាយដូចខ្ញុំដែរទេរីតាញញឹមឲ្យតែលោកប្រកាន់សច្ចធម៌ស្គាល់ល្អស្គាល់អាក្រក់ស្រឡាញ់ចិត្តមាតុភូមិកំលោះឬពោះម៉ាយមិនសំខាន់ទេ
កុងគាត្រេកអរស្ទើរហោះទៅហើយនេះបញ្ជាក់ថាអ្នកនាងព្រមស្រឡាញ់ខ្ញុំហើយឬស្រីតូចងក់ក្បាលកុងគារករត់អោបស្រីតូចតែនាងរៀលដៃកុំខ្ញុំមិនទាន់អនុញ្ញាតទេមីនប់ឈប់ងក់សុំប៉ុណ្នេះបានទេគេលូកដៃចាប់ដៃស្រីតូចខ្ញុំសុំចាប់ដៃអ្នកនាងដើរបែបនេះដល់ជើងមេឃពួកគេញញឹមមើលមុខគ្នារួចក៏បណ្ដើរគ្នាទៅយកម៉ូតូដែលកុងគាលាក់ទុកក្នុងព្រៃបណ្ដើរយកទៅផ្ទះសូមរងចាំសន្តាប់ភាគបញ្ចប់សូមអរគុណ